นใบดามវាទៅใส่សក់ស្អាតជាងវាមានសំណើមជាងហើយមិនយើងដាក់0 3ដាមមកតង់មកបានដល់កម្រិត7កម្រិត7យើងសាមញ្ញយើងច្បូតទឹកថ្នាំចេញយើងបន្ថែមជាមួយម្សៅ highlight ជាមួយអុកស៊ីបន្តទៀតជាក់ស្ដែងតាមសក់អតិជនគាត់ខ្សោយឬក៏មិនអញ្ចឹងយើងបន្ថយអុកស៊ីតាមហ្នឹងទៅតែគ្រាន់ថាតង់ទី1គឺយើងដាក់0 3ដាមជាមួយអុកស៊ី12 0 3ដាមជាប្រភេទថ្នាំសម្រាប់ដំឡើងពណ៌ប៉ុន្តែវាជាប្រភេទទីបអញ្ចឹងយើងត្រូវលាយអុកស៊ី12ដោយសារអីដោយសារតែនេះជាតិម្សៅយើងដាក់ដល់កម្រិតដូចគ្នាយើងប្រើជាមួយអុកស៊ី9ដោយសារម្សៅវាខ្លាំងហើយសម្រាប់0 3ដាមវាមិនសូវខ្លាំងដូចម្សៅនិយាយរួមទៅយើងប្រើទៅសក់វាមានសំណើមសម្រាប់លាបពណ៌ប្រាក់យើងប្រើវាទៅតង់ទី1ហ្នឹងសក់ភ្ញៀវអត់អីទេដល់ពេលហើយយើងលាងតែ2ដងឬម្ដងទៀតដល់កម្រិតដែលយើងយកហ្មងហើយក៏មាន0.5ដើមដែរណាតាមពិតលាងដល់កម្រិតដូចគ្នាហ្នឹងយើងប្រើមួយណាក៏បានដែរតែវិធីដែលល្អធ្វើឲ្យសក់យើងកាន់តែល្អជាងម្សៅ highlight គឺយើងតម្លើង0 3ដើមហ្នឹងសិនមកតង់សិនហើយ0.5ដើមវាមានតួនាទីដូចម្សៅ highlight ចឹងវាខ្លាំងដូចម្សៅ highlight ចឹង0.5ដើមចាឥឡូវគឺយើងចាប់ដើមតម្លាក់អាខាងក្រោមដែលមានពណ៌ស្រាប់ហ្នឹងលាងម្សៅទៀតទាំងអស់តែម្ដងចូលគ្នាដោយសារវាកម្រិតលើសខ្វះគ្នាតិចតួចណាអញ្ចឹងយើងដាក់លាងចូលគ្នាតែម្ដងតង់ទី3ហើយសម្រាប់ខាងចុងនេះវាពណ៌រៀងខ្លាំងដោយសារតែវាមានជាតិនេះចូលតិចតួចអាជាតិតម្លើងហើយចានេះឥឡូវយើងយកថ្នាំអប់ឡាឡាលាយជាមួយ CH Play លេខ1យកមកលាបត្រង់កន្លែងសក់ដែលយើងគិតថាវារៀងមានសភាពខ្សោយសម្រាប់កន្លែងដែលយើងលាបនេះមានថ្នាំអប់ឡាឡាជាមួយនឹងទឹក CH Play លេខ1ហ្នឹងយើងថ្លឹងក៏បានអត់ក៏បានដែរនិយាយរួមទៅព្រោះអីយើងយកមកព្យាបាលដូចគ្នាដាក់ឲ្យតែស្មើគ្នាកូរមករបៀបល្មមលបាយវាមកវាមិនថាយើងដាក់ជ្រុលទៅវាខុសសក់ឬក៏ខូចសក់លើសដើមអត់ទេគឺវាជាប្រភេទព្យាបាលនិងទប់ស្កាត់ការពារអញ្ចឹងណាអញ្ចឹងយើងអាចដាក់វាបានដោយមិនបាច់ថ្លឹងក៏បានដែរទឹក CH លេខ1ហ្នឹងគឺយើងប្រើសម្រាប់ការពារ CH លេខ2សម្រាប់ផ្ដល់កម្លាំងដល់សរសៃសក់បានន័យថាសរសៃសក់ដែលវាខូចហើយខូចតិចបំរុងនឹងខូចយើងអាចលាបទឹកលេខ2ហ្នឹងបានសម្រាប់ទឹកលេខ3 CH លេខ3 CH Play លេខ3គឺជួយសង្គ្រោះសរសៃសក់បានន័យថាសរសៃសក់ដែលមានបញ្ហារួចហើយយើងសង្គ្រោះវាមកវិញចាសម្រាប់ CH Play លេខ1គឺយើងប្រើការពារកុំឲ្យវាคล้ายទៅជាសក់ដែលមានបញ្ហាខូចទប់វាហើយប្រៀបដូចជាអាវក្រោះទប់ស្កាត់អញ្ចឹងអត់ដូចទេ CH លេខ1ប្រើការពារ CH លេខ2ប្រើដើម្បីផ្ដល់កម្លាំងដល់សរសៃសក់បានន័យថាសក់វាឧទាហរណ៍ថាសក់ហ្នឹងខូចហើយវាតបាញ់ចូលវាឆេះហើយសក់តែឆេះពេលដែលយើងសិតទៅវាកញ្ញាញ់ត្បាញ់ចូលគ្នារបៀបយឺតដូចកស៊ូអញ្ចឹងអត់ដូចទេលេខ3សង្គ្រោះលេខ2ផ្ដល់កម្លាំងដល់សរសៃសក់បានន័យថាសក់ហ្នឹងវាចង់ខូចនិយាយរួមសក់ហ្នឹងឆេះហើយអញ្ចឹងយើងលាបអាទី2មកដើម្បីកុំឲ្យវាកាត់បន្ថយអាឆេះហ្នឹងពេលដែលឆេះទៅសក់យើងត្បាញ់ចូលយឺតដូចកស៊ូអញ្ចឹងពេលយើងលាបទឹកលេខ2ទៅវាស្ដូកអញ្ចឹងហ្នឹងស្ដូកដែរហ្នឹងអញ្ចឹងស្ដូកអញ្ចឹងវាអត់មានជាតិយឺតទៀតទេហើយបើយើងដាក់ទឹកលេខ3 CH លេខ3មកមិនព្យាបាលបានបើយើងយក CH លេខ3មកដាក់ហ្មងក៏អត់បានដែរតោះតែដាក់លេខ2ឲ្យវាមានកម្លាំងសក់សិនឲ្យសក់មានកម្លាំងសក់និយាយរួមអាទឹកលេខCH Play លេខ2ហ្នឹងដូចសរោមអញ្ចឹងន័យថាយើងឈឺកម្រិតធ្ងន់អញ្ចឹងយើងត្រូវដាក់សរោមឲ្យមានកម្លាំងសិនបើយើងប្រើថ្នាំមកព្យាបាលបន្តទៀត CH លេខ2ប្រើសម្រាប់ផ្ដល់កម្លាំងដល់សរសៃសក់យើងដាក់ទៅវាស្ដូកអញ្ចឹងហើយលែងយឺតលែងអីហើយយើងចាប់ផ្ដើមដាក់ទឹកលេខ3ត្រាំវាទុកកាន់តែយូរកាន់តែល្អចាលាបការពារចាសក់ដែលយើងលាងដល់កម្រិត7ចាឬមួយ7កន្លះហ្នឹងលើអ្នកគ្រូចាប់ដើមលាបការពារហ្នឹងគឺប្រើថ្នាំអប់ឡាឡាលាយជាមួយ CH Play លេខ1ណាហ្មងចាឥឡូវអ្នកគ្រូចាប់ដើមការពារក្រោយពីការពារឲ្យបងប្អូនមានចាប់អារម្មណ៍អត់តើសរសៃសក់ហ្នឹងភ្លឺជាងមុនឬមួយក៏អត់ភ្លឺទេបងប្អូនចាភ្លឺជាងមុនណានឹង CH Play លេខ1លាយជាមួយថ្នាំអប់ឡាឡាចាជួយការពារហើយនឹងជួយឲ្យសរសៃសក់យើងមាំចាក្រោយពីការពារហើយចាអ្នកគ្រូឆៃសិតការពារសិនតបមកបានយើងចាប់ផ្ដើមធ្វើការតម្លើងថែមទៀតចាឲ្យដល់កម្រិត8កន្លះចាចំពោះសរសៃសក់ហ្នឹងត្រូវការឡើងដល់មួយកម្រិតទៀតអញ្ចឹងបងប្អូនអាចធ្វើការលាយជាមួយ6% ថែមទៀតណាចារបៀបថ្លឹងដូចគ្នាដែរបងប្អូនចារបៀបថ្លឹងដូចគ្នាដែរចាទឹកអុកស៊ីយើងមាន3% 6% ហើយនឹង12% ចាចំពោះ3% ហ្នឹងយើងអាចធ្វើការឡើង
កំរត់សក់ចាប់ពី0.5 ទៅ ចាចុងសក់មិញហ្នឹងគឺវាមានសភាពនិយាយរួមទៅយឺតខ្លាំងចង់ឆេះអញ្ចឹងគឺយើងធ្វើការដាក់ថ្នាំអប់ឡាឡាម៉ាសាប្រហែលជា5នាទីបន្ទាប់មកគឺយើងជ្រលក់ជាមួយនឹងទឹក CH លេខ3ដើម្បីសង្គ្រោះសរសៃសក់ឲ្យស្វិតរឹងមាំមកវិញណាចានេះ CH លេខ3គឺប្រើសម្រាប់សង្គ្រោះសរសៃសក់ដែលឆេះខូចដែលយឺតខ្ទេចមករឹងមាំល្អវិញចាឥឡូវគឺយើងកំពុងតែសង្គ្រោះនេះគឺជាប្រភេទសាប៊ូកក់សដើម្បីកាត់គ្រាប់លឿងចេញងាយស្រួលក្នុងការលាបពណ៌ប្រាក់ឲ្យចេញលះល្អចាឥឡូវយើងធ្វើការលាយទឹកដើម្បីឲ្យកុំឲ្យសាច់សាប៊ូវានៅដុំកាលណាសាប៊ូវានៅរាងដុំយើងយកមកកក់នៅលើសរសៃសក់កន្លែងដែលមានដុំហ្នឹងគឺវាចេញខ្លាំងចេញមុនកន្លែងដែលវាអត់មានដុំអញ្ចឹងយើងធ្វើការលាយឲ្យទៅជាលបាយតែមួយងាយស្រួលក្នុងការកក់ចេញស្មើល្អចាសម្រាប់យើងធ្វើនៅសាឡនខ្លួនឯងយើងមិនបាច់អង្គុយកក់ចឹងក៏បានដែរគឺយើងធ្វើការកក់នៅកន្លែងកក់សក់ក៏បានដែរសម្រាប់ការកក់នៅកន្លែងគេងកន្លែងកៅអីកក់សក់យើងមិនចាំបាច់លាយទឹកចឹងក៏បានដែរដោយសារយើងបាញ់ទឹកបញ្ចូលលើសក់ឲ្យស្រេចណាចេញយើងងាយស្រួលក្នុងការកក់សម្រាប់នៅកន្លែងកក់អង្គុយនេះគឺយើងត្រូវលាយទឹកដើម្បីងាយស្រួលកក់ដូចគ្នានិយាយរួមលាបពណ៌ប្រាក់យើងមានអាហ្នឹងល្អមិនវាយើងមានពណ៌យើងលាបពណ៌ប្រាក់មានអាហ្នឹងល្អដើម្បីអីនេះវាកាត់គ្រាប់លឿងណាកាលណាកាត់គ្រាប់លឿងទៅលាបពណ៌ប្រាក់បើសិនជាគ្រាប់លឿងច្រើនលាបទៅវាចង់បែកស្លាកន្លែងយើងគេងកក់សក់យើងបាញ់ទឹកឲ្យសាមដូចយើងកក់សក់យើងអញ្ចឹងកក់សក់ភ្ញៀវអញ្ចឹងអាហ្នឹងបើយើងលាងដល់កម្រិតហើយយើងកក់វាកក់យកសក៏បានដែរតែនេះមេរៀនយើងគ្រាន់តែលាងសក់តាមកម្រិតស្តង់ដាយើងកាត់គ្រាប់លឿងចេញមិនបាច់ទុកដល់សយើងកក់4ដង3ដង4ដងឡើងទៅចាតែសាប៊ូហ្នឹងវាគេហៅថាចេញកម្លាំងត្រឹមតែ10នាទីទេក្រោយពី10នាទីហ្នឹងហើយវាយឺតណាវាអស់កម្លាំងដែលត្រូវចេញសហ្នឹងហើយត្រឹម10នាទីដែលវាខ្លាំងវាចេញមកចានេះគឺជាសកម្មភាពអនុវត្តផ្ទាល់ទៅលើការលាងសក់តាមកម្រិតស្តង់ដាចាអញ្ចឹងគឺដល់កម្រិត8កន្លះហើយអញ្ចឹងអ្នកគ្រូចាប់ផ្ដើមកក់សាប៊ូសដើម្បីកាត់គ្រាប់ពណ៌លឿងងាយស្រួលក្នុងការលាបពណ៌ប្រាក់ចាលាបចេញមកលះប្រាក់ស្អាតតែម្ដងណាគឺយើងធ្វើការម៉ាស្សាញដើម្បីឲ្យវាបាត់គ្រាប់លឿងមុនហ្នឹងរៀងលឿងចាឥឡូវវារៀងចង់ការអំពៅដោយសារយើងធ្វើការកក់ជាមួយនឹងសាប៊ូកក់សអត្ថប្រយោជន៍របស់សាប៊ូកក់សគឺជួយឲ្យសក់ហ្នឹងកាត់គ្រាប់ពណ៌លឿងចេញចានឹងអាចជួយធ្វើឲ្យសក់យើងហ្នឹងលាងដល់កម្រិតដែលចង់បានហើយបើយើងចង់បានសស្គូដូចសក់យាយបែបស្កូវសស្គូតែម្ដងក៏បានដែរណាគឺមានយើងកក់រហូតតទៅវាសសម្រាប់អានេះគឺយើងគ្រាន់តែកក់កាត់គ្រាប់ពណ៌លឿងដើម្បីងាយស្រួលក្នុងការលាបពណ៌ប្រាក់ចេញមកគឺស្អាតលះតែម្ដងណាកាលណាយើងអត់កក់សលាងគ្រាប់ពណ៌លឿងចេញទេគឺសក់ហ្នឹងភាគច្រើនគឺវាមានបែកស្លែនៅក្នុងពណ៌ប្រាក់ហ្នឹងចាវាអត់ចំប្រាក់ត្មងហើយគឺយើងកក់រហូតតតាវាទៅជាកាកអំពៅចាសម្រាប់សាប៊ូនេះដែរអាចប្រើបានគ្រប់ប្រភេទសរសៃសក់គ្រាន់តែថាពេលដែលយើងកក់នៅលើសរសៃសក់ដែលលាងហើយដល់កម្រិតគឺវាចេញសឬក៏កាត់គ្រាប់លឿងហើយបើសិនជាគាត់សម្រាប់ភ្ញៀវខ្លះគឺគាត់ចង់បាន highlight បែបសតែអត់សខ្លាំងដោះគោបែកសហ្នឹងគឺយើងអាចធ្វើអញ្ចឹងចាកក់2ដងឬ3ដងចាក់ស្ដែងតាមសក់ចឹងមកហើយបើសិនជាភ្ញៀវគាត់ចង់បានសរហូតឬក៏គាត់លាបពណ៌ប្រាក់ឬក៏ឆ្កឹះហើយឆ្កឹះប្រាក់ឆ្កឹះអីហើយអញ្ចឹងណាឬក៏គាត់ឆ្កឹះសចាអញ្ចឹងគឺគាត់អាចធ្វើការកក់អាហ្នឹងមួយអាទិត្យម្ដងឬវាជាប់កាន់ទៅយូរគឺសរហូតណាមួយអាទិត្យកក់ម្ដងសម្រាប់ថែរក្សាពណ៌ប្រភេទពណ៌ខ្លាំងដូចជាពណ៌ប្រាក់ពណ៌សពណ៌ដល់គោបែកសអញ្ចឹងណាយើងប្រើពណ៌ហ្នឹងចូលទៅគឺសក់នៅតែសស្អាតរហូតមិនមែនកក់រាល់ថ្ងៃណាកក់រាល់ថ្ងៃក៏បានដែរគ្រាន់ថាហ្នឹងវាថ្លៃដែរអញ្ចឹងក្នុងមួយសប្តាហ៍10ថ្ងៃយើងកក់ម្ដងទៅសម្រាប់ពណ៌ប្រាក់កក់អាហ្នឹងទៅរត់តែល្អខ្លាំងថែរក្សាពណ៌បានយូរហើយពណ៌ចេញកាន់តែស្អាតគឺយើងកក់ម៉ាស្សាបែបហ្នឹងសម្រាប់កន្លែងដែលអត់លាងក៏យើងប៉ះទៅអត់អីទេតែគ្រាន់ថាវាអត់បំរែបំរួលពណ៌គឺវានៅតែដែរបំរែបំរួលសម្រាប់តែសរសៃសក់ដែលលាងដល់កម្រិតសម្រាប់ការសក់សនេះធ្វើមិនលាងឲ្យដល់កម្រិត8កន្លះទៅ9ណាកក់ចេញមកស្រួលហ្មងតែយើងកក់អត់ដល់លាងអត់ដល់កម្រិតកក់អត់ចេញសទេឬកក់អត់ស៊ីគ្រាប់លឿងហ្នឹងទេវាបែកវាអត់លះល្អហើយចាឥឡូវគឺយើងលុញម៉ាស្សាប្រហែល5នាទីទៀតទៅហើយយកទៅលាងទឹកតែម្ដងចានេះសក់គាត់គឺយើងកាត់គ្រាប់ពណ៌លឿងណាមិនបាច់ទុកដល់សខ្លាំងទេនិយាយរួមទៅអត់យកសទេគ្រាន់តែកាត់គ្រាប់ពណ៌លឿងចេញឲ្យវារឿងស្លេកតិចមកយើងចាប់ផ្ដើមយកទៅកក់ចេញតែម្ដងឥឡូវសក់បានពណ៌កាកអំពៅស្លេកណាអញ្ចឹងយើងធ្វើការយកទៅលាងទឹកសួស្តីបងប្អូនអ្នកគ្រូសង្ខេបមេរៀនឡើងវិញចាជូនបងប្អូនដែលរៀនតាម Zoom ចា
technique បច្ចេកទេសក្នុងការដំឡើងសក់ឲ្យដល់កម្រិតស្តង់ដារចាមុនដំបូងចាយើងត្រូវការពិនិត្យមើលសរសៃសក់ចាទី2ចាយើងត្រូវការរបៀបប្រើប្រាស់ទឹកថ្នាំចាឲ្យស័ក្តិសមនឹងសរសៃសក់ចាទី3របៀបលាបថ្នាំចារបៀបលាយថ្នាំរបៀបលាបថ្នាំចាហើយមួយវិញទៀតគឺរបៀបសង្គ្រោះសក់ចាបងប្អូនចាហើយចំពោះផលិតផលដែលអ្នកគ្រូបង្ហាញនៅលើតុហ្នឹងគឺអ្នកគ្រូបានប្រើប្រាស់ផលិតផលទាំងអស់ហ្នឹងតែម្ដងណាចាទី1ចាអ្នកចំពោះ model យើងហ្នឹងធ្វើការដំឡើងសក់ហ្នឹងគឺគាត់ស្រឡាញ់ពាក់កណ្ដាលចាពាក់កណ្ដាលនៃក្បាលយើងណាចាគាត់តឡើងពាក់កណ្ដាលហ្នឹងគឺអ្នកគ្រូប្រើម្សៅ highlight កញ្ចប់ពណ៌មាសចាធ្វើការលាយជាមួយអុកស៊ី 9% ចាថ្នាំមួយទឹកមួយដូចគ្នាចាដំណាក់កាលទី1គឺអ្នកគ្រូធ្វើការលាយជាមួយម្សៅ highlight កញ្ចប់ពណ៌មាសហើយនឹងទឹកអុកស៊ី 9% ចាថ្នាំមួយទឹកមួយលាយជាមួយ CH Flex លេខ1ចាដើម្បីការពារសរសៃសក់កុំឲ្យសរសៃសក់នឹងមានបញ្ហាឆេះខូចចាហើយចំពោះដំណាក់កាលទី2វិញបងប្អូនណាចាចំពោះដំណាក់កាលទី2វិញអ្នកគ្រូបានផ្លាស់ប្ដូរចាបានផ្លាស់ប្ដូរយកអុកស៊ី 6% ចាដំណាក់កាលទី2ចាគឺរបៀបប្រើប្រាស់និងរបៀបលាយដូចគ្នាចាថ្នាំមួយទឹកមួយលាយជាមួយ CH Flex 10 ក្រាមចាហើយចំពោះដំណាក់កាលទី3ចាក្រោយពីយើងធ្វើការដំឡើងសក់ដល់បាន2ដំណាក់កាលហើយសរសៃសក់នឹងអាចឡើងទៅដល់កម្រិត7កន្លះចាមុននឹងបងប្អូនធ្វើការឡើងសក់ដល់កម្រិតដំណាក់កាលទី3ចាអ្នកគ្រូបានប្រើថ្នាំអបឡាឡាលាយជាមួយ CH Flex លេខ1ចាលាយលបាយល្មមចាងាយស្រួលក្នុងការលាបនោះកុំឲ្យខាប់ពេកហើយក៏កុំឲ្យរាវពេកដែរណាលាយដាក់បរិមាណលបាយល្មមដែលបងប្អូនគិតថាងាយស្រួលនឹងលាបចាលាបការពារហើយអស់ហើយចាបន្ទាប់មកបានអ្នកគ្រូធ្វើការលាយជាមួយអុកស៊ី 3% ចាអុកស៊ី 3% លាយជាមួយម្សៅ highlight កញ្ចប់ពណ៌មាសដដែលហើយលាយជាមួយ CH Flex លេខ1ដដែលចារូបមន្តការលាយហ្នឹងគឺតែមួយបងប្អូនណាចាមាន3ដំណាក់កាលបន្ទាប់មកទៀតចាបងប្អូនមានចាប់អារម្មណ៍អត់ចាអ្នកគ្រូធ្វើការ line ហ្នឹងគឺសរសៃចុងសក់ចាវារៀងបញ្ហាឆក់បន្តិចអ្នកគ្រូក៏បានប្រើប្រាស់ចានៅ CH លេខ3ចាលាយជាមួយថ្នាំអបឡាឡាចាបងប្អូនអាចធ្វើការ CH លេខ3លាយជាមួយថ្នាំអបឡាឡាក៏បានឬមួយក៏បងប្អូនយក CH លេខ3លាយជាមួយ CH លេខ2ក៏បានចាដើម្បីសង្គ្រោះសរសៃសក់ឆេះសរសៃសក់ខូចណាចាចំពោះCH លេខ2ហ្នឹងគឺជាមេអប់ចានៅពេលដែលបងប្អូនមិនថាអ៊ុតត្រង់ឬមួយក៏ highlight សក់ចាឬមួយក៏លាបពណ៌សក់ទេនៅពេលដែលបងប្អូនជួបបញ្ហាសរសៃសក់នឹងឆក់យឺតឆេះបងប្អូនអាចធ្វើការបូតទឹកថ្នាំនឹងចេញបន្ទាប់មកបងប្អូនប្រើ CH លេខ2ហ្នឹងចាយកបូតថ្នមតតែសរសៃសក់នឹងបាត់ឆក់បាត់ឆេះណាអត់ប្រើរយៈពេលប៉ុណ្ណាទេចាអាស្រ័យសរសៃសក់នឹងតើខូចខ្លាំងឬមួយក៏ខូចតិចតិចយើងប្រើរយៈពេលខ្លីចាខូចខ្លាំងយើងប្រើរយៈពេលរៀងច្រើនសំខាន់បងប្អូនធ្វើការបូតនឹងចាបូតថ្នមនឹងតើសរសៃសក់នឹងវាបាត់ឆក់បាត់ឆេះហើយបងប្អូនចាចាក់ CH លេខ3នឹងចានៅកន្លែងដែលសក់យើងសង្គ្រោះនឹង CH លេខ3ចាជួយឲ្យសរសៃសក់យើងស្វិតឡើងវិញចាគុណភាពល្អទ្វេដងទៅទៀតណាចា CH លេខ2និងលេខ3ហ្នឹងគឺជាការសង្គ្រោះសក់ចារីឯ CH លេខ1ហ្នឹងសម្រាប់លាយចានេះគឺជាដុកទ័រសក់ណាចាឈុត CH គឺជាដុកទ័រសក់តែម្ដងប្រចាំសាឡនរបស់បងប្អូនណាចាមានដុកទ័រសក់នៅប្រចាំហាងប្រចាំសាឡនចាអស់បារម្ភការឆេះសក់ការខូចសក់ឯងបងប្អូនចាលេខ1លេខ2លេខ3ចាលេខ1សម្រាប់ការពារលេខ2និងលេខ3សម្រាប់សង្គ្រោះបន្ទាប់មកទៀតចាសរសៃសក់ចុងសក់ហ្នឹងគាត់ជួបបញ្ហាឆក់អ្នកគ្រូប្រើសង្គ្រោះហើយអស់ហើយបន្ទាប់មកបានអ្នកគ្រូចាប់ផ្ដើមបូតទឹកថ្នាំចាស់ចេញណាចាបូតទឹកថ្នាំចាស់ចេញអស់ហើយអាហ្នឹងតង់ទី3ឯងបងប្អូនណាចាបន្ទាប់មកអ្នកគ្រូប្រើប្រាស់ជាមួយសាប៊ូចាសាប៊ូក៏ឲ្យចេញសដើម្បីដកគ្រាប់ពណ៌លឿងចាធ្វើការលាយជាមួយទឹក
cha mù là hay đấy cha đầm bay ao nghĩ sưu không ca cọ bong bồ nắng nghĩ sưu không ca cọ nhưng cô ai là bài là mồm tới cha cũng ao khắp ấy cô cũng ao riêu pe đại cha nhưng nghĩ sưu không ca cọ đầm bay đọ qua lương tránh á bong bồ cha